ហើយហើយបាយថ្ងៃត្រង់ហើយបងប្អូនបាទជំរាបសួរម៉ែឪពូមីងបាទតាយាយអ៊ំប្រុសអ៊ំស្រីបាទពិសាបាយថ្ងៃត្រង់ហើយនៅបាទខ្ញុំទៅទៅហើយដែរបាទហើយបានកន្លះម៉ោងមិញដែរហ្នឹងហើយបាទខ្ញុំអូស Facebook ឃើញព័ត៌មានមួយគួរឲ្យចាប់អារម្មណ៍ហើយនឹងចង់សើចបាទគួរតែពិចារណាហ្នឹងហើយមានស្ត្រីម្នាក់ដែលសារព័ត៌មានក៏ដូចជាសមាជិកដែលគាត់បានសួរនាំសារព័ត៌មានក៏សួរនាំអីសភាឲ្យគាត់ចឹងទៅពីរឿងគេបបួលហៅផឹកបាទហើយមុនដំបូងថាម្នាក់ឯងទៅ2នាក់ទៅប្រុស2នាក់ហើយនាំគ្នាផឹកទៅដល់ពេលផឹកថាអត់ចេះផឹកទេតែអស់4កំប៉ុងល្អមើលណាបងប្អូនហើយខ្លួនជាស្រីគេបបួលទៅបន្ទប់ក៏ទៅហើយហេតុអីបានប្តឹងគេហើយអត់ចេះផឹកហេតុអីអស់4កំប៉ុងគួរឲ្យចាប់អារម្មណ៍កន្លែងហ្នឹងមនុស្សគ្រប់គ្នាទាំងស្រីទាំងប្រុសមនុស្សដែលអត់ចេះផឹកនេះមិនបាច់ថាផ្កាយ5ទេចង់ផ្កាយប៉ុណ្ណាក៏ដោយខ្ញុំនិយាយអសរោះតិចចុះនិយាយអញ្ចឹងមកមិនថាឯងសិតសាក់ប៉ុណ្ណាទេមិនបាច់មកនាំខ្ញុំទៅផឹកទេខ្ញុំមិនផឹកទេអ្នកមិនចេះផឹកគឺមិនផឹកទេតែបើថាអ្នកនោះផឹកអស់4កំប៉ុងឬក៏6កំប៉ុងហើយមិនមែនមិនចេះផឹកទេត្រូវចាំអស់តែ1កំប៉ុងមិនចេះផឹកដែរហើយថាអត់ចេះផឹកកាឡាចេញមកនេះតាមដែលខ្ញុំគិតមើលប្រហែលជាទី1ប្រហែលជារៀបគម្រោងការស៊ីលុយគេតាមការសន្និដ្ឋានវាអាចនឹងអញ្ចឹងរៀបគម្រោងការហើយបានអញ្ចឹងនោះវាមិនដែលណាខ្លួនស្រីឯណាបដោយខ្លួនទៅបន្ទប់គេឲ្យដេកក៏ដេកគេឲ្យបិទទូរស័ព្ទក៏បិទហើយរួចហើយប្រឹងគេវាមិនដែលមានទេបងប្អូនត្រូវគិតណាមនុស្សត្រឹមត្រូវគឺមិនអញ្ចឹងទេតែបើមនុស្សខូចខលវាតែងតែមានដែរប៉ុន្តែគេមិនធ្វើអញ្ចឹងទេបើមនុស្សត្រង់តែមនុស្សខូចមនុស្សនោះខូចណាអញ្ចឹងបងប្អូនសម័យសពថ្ងៃបានจะមានការសម្លាប់បាទមានការសម្លាប់មិនថាស្រីមិនថាប្រុសទេច្រើនដោយសារតែអញ្ចឹងឈួតអញ្ចឹង